តើបងប្អូនដឹងទេថាអ្វីទៅជាបិសាចនៃដងផ្លូវនេះមិនមែនជារថយន្ត Pick-up ធម្មតានោះទេវាគឺជារថយន្ត Ford M150 Raptor ដែលមានកម្លាំងមហាសាលរហូតដល់720 horsepower វាគឺជាការវិវត្តចុងក្រោយនៃវិស្វកម្មយានយន្តដែលរួមបញ្ចូលគ្នានៅល្បឿនដូចជាឡានស្ពតនិងភាពរឹងមាំប្រៀបទៅដូចជារថក្រោះផងដែរតើអាចកំបាំងអ្វីខ្លះនៅពីក្រោយតម្លៃ 110,000 ជាងនិងបច្ចេកវិទ្យាដ៏វៃឆ្លាតដែលរថយន្តដទៃមិនអាចធ្វើតាមបានកុំទាន់អូនរំរងអីប្រសិនបើអ្នកចង់ដឹងពីបច្ចេកវិទ្យាកំពូលដែលធ្វើឲ្យ Raptor Air ក្លាយទៅជាស្ដេចលេខ1នៅសមុទ្រខ្សាច់សូមជួយ Subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនិងបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃចំណុចដែលខ្លាំងបំផុតនោះគឺម៉ាស៊ីនវាមានទំហំម៉ាស៊ីនរហូតដល់ 5.2 លីត្រ Supercharge V8 ពាក្យដែលថា Supercharge មានន័យថាវាមានម៉ាស៊ីនបូមខ្យល់ដ៏ធំដែលអាចរុញខ្យល់ចូលម៉ាស៊ីនបានភ្លាមៗនៅពេលដែលអ្នកជន់ហ្គែមិនចាំបាច់រង់ចាំ Turbo Lag វាបានផ្ដល់ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារហូតដល់720 horsepower និងកម្លាំងរមូលរហូតដល់640 lb Fit Torque ដែលអាចសន្ទុះពី0ទៅ100 km ក្នុង1ម៉ោងគិតត្រឹមតែ 3.6 វិនាទីឯណោះផ្នែកខាងមុខបានបំពាក់ជាមួយនឹងប៉ាណាដែលមានអក្សរ Ford ធំៗពីខាងមុខតែម្ដងបើយើងក្រឡេកទៅមើលនៅលើគម្របម៉ាស៊ីនវិញរន្ធខ្យល់ដើម្បីបញ្ចេញកម្ដៅពីម៉ាស៊ីនមកខាងក្រៅបានយ៉ាងងាយស្រួលថែមទៀតផងអ្វីដែលពិសេសបំផុតនោះគឺនៅផ្ទៃខាងមុខគឺបានបំពាក់ជាមួយនឹងកាមេរ៉ា Washer បាបាញ់ទឹកសម្អាតកាមេរ៉ាដោយខ្លួនឯងនៅពេលណាដែលកាមេរ៉ានោះត្រូវបានប្រឡាក់ទៅដោយភក់វានឹងមានមុខងារលាងសម្អាតភ្លាមៗដោយខ្លួនឯងតែម្ដងអមជាមួយនឹងភ្លើង Rigid Indoor Steel LED ភ្លើងនេះគឺជាភ្លើងប្រភេទភ្លើងដែលកាត់អាប់នៅពេលយប់ឬក៏នៅពេលដែលកន្លែងណាដែលចោះអាប់នៅផ្នែកខាងក្រោយបានបំពាក់ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះដែលអាចបដូរសំឡេងបានរហូតដល់4កម្រិតចាប់ពីសំឡេងស្ងាត់រហូតដល់ក្រហមខ្លាំងៗនៅក្នុង Steel Baja Mode ចំណែកកាមេរ៉ាខាងក្រោយវិញមានមុខងារ Hit New ដែលជួយឲ្យអ្នកថយក្រោយចូលក្បាលសំដៅបានដោយយ៉ាងងាយស្រួលអ្វីកាន់តែពិសេសអស្ចារ្យនោះគឺប្រព័ន្ធ Raw Power On Board ដែលមានកម្លាំងរហូតដល់ 2.0 kW សម្រាប់ដោតគ្រឿងអគ្គិសនីប្រើប្រាស់នៅពេលយប់ឬក៏នៅក្នុងព្រៃដើម្បីផ្ដល់ភាពងាយស្រួលទៅដល់អ្នកកំពុងតែត្រូវការប្រព័ន្ធអគ្គិសនីដើម្បីសាកថ្មទូរស័ព្ទដៃជាដើមបើយើងនិយាយពីតួរយន្តវិញគឺផលិតពី Military Grade Aluminum Alloy គឺជាប្រភេទអាឡុយមីញ៉ូមកម្រិតយោធាដែលរឹងមាំតែស្រាល Raptor Air ក៏បានប្រើប្រាស់ជាមួយនឹងសំបកកង់ធំរហូតដល់37អ៊ីងប៉ុន្តែអ្វីដែលអស្ចារ្យនោះវាបានរួមបញ្ចូលជាមួយនឹងបូមប្រភេទ Oxidolite វាជាប្រភេទបូមអគ្គិសនីដ៏វៃឆ្លាតដែលអាចផ្ដល់ Shutter ផ្លូវបានរហូតដល់500ដងក្នុង1វិនាទីឯណោះមិនតែប៉ុណ្ណោះនោះទេវាក៏មានបច្ចេកវិទ្យា Traverse បច្ចេកវិទ្យានេះជួយឲ្យរថយន្ត Raptor Air បត់វិលជុំវិញខ្លួនឯងបានយ៉ាងងាយស្រួលផងដែរ Raptor Air បានបំពាក់ជាមួយនឹង sensor ជុំវិញខ្លួនដូចជាផ្នែកកាមេរ៉ា360 degree ដែលអាចមើលឃើញពីទូខ្លួនរបស់ Raptor Air បានទាំងមូលតែម្ដងប្រព័ន្ធ sensor និងប្រព័ន្ធសុវត្ថិភាពដ៏វៃឆ្លាតគឺជាប្រភេទ Pre-collision Assist ប្រព័ន្ធនេះអាចបញ្ឈប់រថយន្តបានភ្លាមៗនៅពេលដែលរៀបនឹងប៉ះទង្គិចនៅអ្វីមួយនៅផ្ទៃខាងមុខ sensor បន្ទាប់នោះគឺមិនខុសពីប្រព័ន្ធអំបញ្ញមិញទេគេហៅវាថា Reverse Brake Assist គឺជាប្រព័ន្ធហ្វ្រាំងនៅពេលថយក្រោយមានន័យថាបើមានវត្ថុអ្វីមួយនៅពីក្រោយឡានវានឹងជន់ហ្វ្រាំងឲ្យភ្លាមៗតែម្ដងជៀសវាងនឹងគ្រោះថ្នាក់ឬប៉ះទង្គិចជាមួយនឹងតួរថយន្ត Sensor មួយទៀតនោះគឺ Tier 1 Pedal Drive ការបើកបរប្រើឈ្នាន់តែមួយមានន័យថារថយន្តនេះអាចជួយឲ្យអ្នកបើកបរកំពុងតែឡើងចំណតខ្ពស់ឬក៏ឡើងភ្នំថ្មដោយប្រើប្រាស់តែជើងម្ខាងតែប៉ុណ្ណោះសម្រាប់ចន់ហ្គែនេះសឲ្យបញ្ជាក់ថា Raptor គិតគូរខ្លាំងមែនទែននិងផ្ដល់សុវត្ថិភាពខ្ពស់ផងដែរសម្រាប់អ្នករួមដំណើរនិងម្ចាស់រថយន្តកំពុងតែបើកបរនៅលើទីទូខ្ពស់ៗផងដែរប្រព័ន្ធសុវត្ថិភាពមួយទៀតនោះគឺជាប្រព័ន្ធដែលប្រាប់ដំណឹងនៅពេលដែលមានរថយន្តមកក្បែរសូម្បីតែសណ្ដោងវាក៏បានបន្លឺសំឡេងទៅដល់អ្នកបើកបរឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងមុនបើយើងនិយាយពីផ្នែកខាងលើនិងខាងក្នុងវិញរថយន្តនេះបានបំពាក់ជាមួយនឹងដំបូលមានកញ្ចក់ Panoramic Moonroof ដែលជាដំបូលកញ្ចក់លើមេឃ
វាផ្ដល់ទំហំដ៏ធំទូលាយសម្រាប់ស្រូបយកបរិយាកាសពីខាងក្រៅនៅលើពីដានមានប៊ូតុង Up Filter Fix ប៊ូតុងបញ្ជាឧបករណ៍បន្ថែមចំនួន6គ្រាប់រួមបញ្ចូលកៅអី Recaro ជាប្រភេទកៅអីប្រណាំងនិងតុបតែងដោយ Carbon Fiber ដែលជាវត្ថុធាតុដើមពិតៗតែម្ដងយើងក្រឡេកមើលនៅលើតាប់ឡូវាបានបំពាក់ជាមួយនឹងអេក្រង់ដែលមានទំហំរហូតដល់12អ៊ីងដំណើរការដោយប្រព័ន្ធ Sync4 គឺជាប្រព័ន្ធបញ្ជាអេក្រង់ដោយឆ្លាតវៃរួមបញ្ចូលជាមួយនឹងប្រព័ន្ធសំឡេងជាប្រភេទ BSO ម៉ាកបាសល្បី18គ្រាប់អាចបញ្ជាឡានពីចម្ងាយតាមរយៈកម្មវិធី Food Pass App គឺជាកម្មវិធីបញ្ជាឡាននៅលើទូរស័ព្ទដៃទៀតផងរថយន្ត Air ក៏មានរបៀបបើកបររហូតដល់ Seven Driving Mode ផងដែររាប់តាំងពី Normal រហូតដល់ Baja Mode បើប្រៀបធៀបជាមួយនឹងរថយន្ត Ram និង TRX Raptor ក៏មានកម្លាំងសេះខ្លាំងជាងនិងស្រាលជាងចំពោះតម្លៃវិញនៅសហរដ្ឋអាមេរិកវាមានតម្លៃប្រហែល $110,000 បងប្អូនឃើញទេរថយន្ត Raptor Air នេះមិនមានតែសាច់ដុំទេប៉ុន្តែវាមានទាំងខួរក្បាលដ៏វៃឆ្លាតនិងផ្នែកដ៏ទំនើបព្រមទាំងផ្នែកចាំការពារអ្នកជានិច្ចតើសម្រាប់បងប្អូនវិញតើបច្ចេកវិទ្យាទាំងអស់នេះស័ក្តិសមនឹងតម្លៃរបស់វាដែរឬទេបើបងប្អូនមានលុយចំនួន$20,000តើបងប្អូននឹងជ្រើសរើសយករថយន្ត Raptor Air ឬក៏យក Ram TRX ជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងហើយកុំភ្លេច share វីដេអូមួយនេះទៅកាន់មិត្តភ័ក្តិបងប្អូនដែលស្រឡាញ់និងចូលចិត្តរថយន្តដែលមានអំណាចបែបនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ